បាទជំរាបសួរបងប្អូនជនរួមជាតិទាំងអស់ជាទីមេត្រីជាពិសេសបងប្អូនសប្បុរសជននៅប្រទេសអាមេរិកហើយនិងនៅប្រទេសផ្សេងៗទៀតថ្ងៃនេះខ្ញុំបាទប៉ែនពុទ្ធសភាអ្នករាយការណ៍ផ្សាយមានកិត្តិយសណាស់បានមកដល់ផ្ទះរបស់យុវជនកែវសុធារាជាថ្មីម្ដងទៀតហើយដើម្បីនាំយកថវិកាមួយចំនួនជូនក្រុមគ្រួសាររបស់គាត់ក៏ដូចជាខ្លួនគាត់បន្តឲ្យគាត់គឺជាជនរងគ្រោះដោយសារតែយួនកាប់ឲ្យរបួសខ្នងនឹងរហូតដល់37ធ្នេណាកាលថ្ងៃទី31ខែសីហាកន្លងទៅនេះហើយឡងខ្ញុំបានមកដល់គឺពួកគាត់នៅជុំគ្នាទាំងអស់និយាយសួរនេះមីធារាមកហើយធូរសบายបន្តិចហ៎មើលទៅជាខាងក្រៅតែលើកដៃចាចាប់ចុកមែនបងមកយល់ឡាយលើកនៅចុកចុងណាអញ្ចឹងមានន័យថាពីក្នុងមកអត់តាន់សះហើយណាវាអញ្ចឹងអានេះវាមើលទៅដូចជាបាទថៃជាដល់លើកចាដូចចាប់បានឥឡូវឃើញត្រង់មកបានត្រង់យ៉ាងបានណាក្តាប់បាយបានណាបានអត់អីទេចឹងតែលើកដៃចាចុកហ្នឹងហើយហ្នឹងវាអត់តាន់សះពីក្នុងមកអញ្ចឹងថ្ងៃនេះខ្ញុំនាំយកថវិកាចំនួន$150ជូនធារាហើយនឹងក្រុមគ្រួសារនេះមីងពូបាទអញ្ចឹងថវិកាហ្នឹងគឺបានមកពីប្រទេសកាណាដាគឺមកពីទីក្រុងម៉ុងរ៉េអាល់ប្រទេសកាណាដាហ្នឹងគឺចំនួន$100ដែលជាថវិកាចេញមករៃអង្គាសរបស់លោកពូពុតប៉លៀងហើយក្នុងនោះឃើញថានៅប្រទេសកាណាដាហ្នឹងមានសប្បុរសជនក៏ដូចជាសមាជិកសមាជិកាគណៈបក្សសង្គ្រោះជាតិច្រើនណាស់គឺមានបងម៉ាត់ផាតបងគ្រីភេងសិតតែជាសមាជិកដ៏សកម្មស្មោះស្ម័គ្រហើយលោកពូប៉លៀងផងដែរតែងតែចេញមុខរៃអង្គាសថវិកាជួយជនរងគ្រោះយើងរហូតតាមរយៈអ្នករាយការណ៍ពិសេសជូនគណៈបក្សសង្គ្រោះជាតិជួយជនរងគ្រោះឧបត្ថម្ភទៅមូលនិធិខ្មែរសង្គ្រោះខ្មែររបស់លោកប្រធានសំរងស៊ីហ្នឹងក៏លោកពុតប៉លៀងហ្នឹងឃើញឧបត្ថម្ភច្រើនណាស់អញ្ចឹងគាត់ពុតប៉លៀងហ្នឹងគាត់តែងតែមុខចេញមុខរៃអង្គាសរហូតហើយពីថ្ងៃមុនហ្នឹងគាត់បានរៃអង្គាសថវិកាហ្នឹងគាត់រៃអង្គាសបានយូរដែរហើយខ្ញុំរវល់ពេកឲ្យបានយកមកភ្លាមអញ្ចឹងគាត់រៃបានចំនួន$100ហ្នឹងគឺក្នុងនោះបងសូសុផុនឧបត្ថម្ភ$50បងគីមម៉ាន់ចំនួន$20និងសប្បុរសជនរបស់យើងដែលសុំមិនបញ្ចេញឈ្មោះនោះចំនួន$30អញ្ចឹងនេះថវិកា$150ហ្នឹងគាត់$100ហ្នឹងគឺរួមជាមួយនឹងថវិកាដែលគាត់បានឧបត្ថម្ភទៅយុវជនសង្គ្រោះជាតិដែលជាប់គុកចំនួន3អ្នកផ្សេងទៀតហ្នឹងគឺ$350ហ្នឹងខ្ញុំបានយកជូនលោកខូវ៉ាន់រួចហើយគាត់ផ្ញើមកជាមួយគ្នាហ្នឹងគឺផ្ញើមកជាមួយលោកពូភិរមអញ្ចឹងក្នុងនោះឈ្មោះសប្បុរសជនរបស់យើងចំនួន$50ទៀតហ្នឹងគឺជាប្រាក់ឧបត្ថម្ភរបស់អ្នកមីងកែវយិនហ្នឹងក៏តែងតែចូលរួមជួយជនរងគ្រោះច្រើនណាស់ដែរតាមរយៈអ្នករាយការណ៍ពិសេសអ្នកមីងកែវយិនគឺរស់នៅទីក្រុងដាឡាស់រដ្ឋតិចសាសសហរដ្ឋអាមេរិកហើយតាមពិតទៅគាត់ផ្ញើមកថ្ងៃ12ហ្នឹងគាត់ផ្ញើមក$1000ឯណោះអញ្ចឹងបណ្ណាគាត់បែងចែកជួយជនរងគ្រោះច្រើនកន្លែងគឺក្នុងនោះ$400ហ្នឹងគាត់កម្រងទិញអាវខ្មែរក្រមដើម្បីយកទៅពាក់ខ្ញុំនឹងផ្ញើទៅសហរដ្ឋអាមេរិកជូនគាត់ហើយ$200ទៀតគាត់ជូនជនរងគ្រោះហ្នឹងគឺមកពីខេត្តបន្ទាយមានជ័យដែលកំពុងស្នាក់នៅវត្តស្ទឹងមានជ័យហ្នឹងគឺថវិកាហ្នឹងខ្ញុំបានបើករួចហើយក៏បានបែងចែករួចហើយដែរសម្រាប់ជនរងគ្រោះហើយ$100ទៀតគាត់ជូនទៅលោកអាឡិចប្រធានអង្គការ Mother Nature ដែលកំពុងតែចេញមុខយ៉ាងសកម្មការពារព្រៃឈើតំបន់អរ៉ៃហើយនឹង$50ហ្នឹងគឺឧបត្ថម្ភដល់កែវសុធារាហើយ$50ទៀតហ្នឹងឧបត្ថម្ភដល់ក្រុមការងារអ្នករាយការណ៍ពិសេសហើយថវិកាទាំងអស់ហ្នឹងគឺលោកយាយសៀងគឹមសេងឧបត្ថម្ភ$100បងស្រីឡងខូចំនួន$50លោកពូកាំងជឿងចំនួនលោកពូតាំងជឿងចំនួន10អាវដែលគាត់ទិញអាវហ្នឹងហើយលោកពូវាងថាច់ចំនួន10អាវហើយសល់$850បូកនឹងសេវាហ្នឹងគឺជាថវិការបស់អ្នកមីងកែវយិនទាំងអស់ឥឡូវកុំឲ្យខាតពេលដោយសារថាខ្ញុំថ្ងៃនេះបញ្ញាប់ទៅធ្វើសេចក្តីរាយការណ៍ពីវត្តស្ទឹងមានជ័យព្រឹត្តិការណ៍ដែលអភិបាលខេត្តបន្ទាយមានជ័យចុះមកទទួលដោះស្រាយមកជួបជនរងគ្រោះដើម្បីដោះស្រាយនេះខ្ញុំសូមបកគលថវិកាចំនួន$150ទៅកែវសុធារាបាទដែលខ្ញុំមើលលោកហ្នឹងហើយខ្ញុំជាដែរដែលដឹងជាខាងក្រៅខាងក្នុងនឹងរបៀបម៉េចលើកដៃចេះចុកបើឲ្យមើល
mang vô từ bệt liệp hong chắc chặt tham hong gia na mình 150 bà và ba mới cục 150 bởi chỉ khục man 120 xong ở quân bong trong ca nghĩa là chui em lỗ đang ơi cái ốp thom nó khơi một bỏ anh mau chui anh ở con chợ này bong xong mà kim bong ở xi miên ban là chặt chung ở kia ở xong rồi bong ở xi miên ban bong mình chào anh miên anh vậy là can bong ôn dân tay với bà xong chơi ơi nhưng xong rồi con là nè ơi nơi không té ra té là chui ốp thom ơi lôi ai mua cho người con nhom hai năng ở đây nhom ơi nhưng xong chun po ai nhạ ơi họ xin nhân ban một co đây ban sẽ đây sọc đây chừng ngàn và chẳng ở con chả nó nhưng mà có ở ai đấy hay nông nước cho ba pan con phía có xôm thay dùm nó con phong đá là nẹt minh nấu bát tê rang cứ nẹt minh ăn vui chu prom chẳng bong ô nó sọc mai nó còn ban ốp thom nó rút nhom chùm luôn $50ได้hayถ่ายวิการนี่chùm ba ban bình dân minh thì bong ôn con nào thì trong Phnom Penh hay nông nước cứ nhom xôm thay dùm nó con kháng nàyสำหรับบองโอนสอบรอจนดังอ้อนอกนังกราวประเทศจีบใช้กินนาวสหรัฐอเมริกากันดานาวปรางนาวสวิสได้ตายจากอุปธรรมนาวจนรวมครัวนาวประเทศกัมพูชาตามระยะนาฬิกาภาษานาวเป็นนิคมบาดแปลนบริเวณนาวอากาศบนจุ่มบันนิสมสัตว์ป่วยใจสลายเหมือนก็เลยบองโอนหลงปูหลงมีหลงใหญ่ตาจุบตาสักได้ซอกรูปประกาศให้ส้มอ้อยก็สาวพอลบอลมหาสถียรจะได้คลาตามท่าเดซาหลงปูหลงมีหน่อยจุบตาสักได้ซอกรูปประกาศมีกำลังมอมุดปัญญาพลือคลาประกอบมุกระบอโรซีเอาไว้เอาสำหรับบานโดยบบรองขนมกับบอลชมบอลนี้ให้ส้มอ้อยเนตกาแตงเป็นเปิลสันดานได้ตัวบานแม่พอติกาตื้อตามระยะจูลช่วยจนรวมครูในรูในส้มอ้อยตามท่ารักษาบอมโอลปูนมินได้กำปงแต่รูเรียนเมียนชีวิตนเลลงอย่างนี้ไอ้นกเป็นที่ชมบัดไปพุทธเพศส้มออกก้นส้มจุ่มเรียบรี